បើក្បាលមកមានជាការលោតឡើងញាប់ស្មេពីអ្នកសបាយប៉ុន្តែមិនលោតញាប់អញ្ចឹងទេគឺដោយសារតែដាក់ស្ពីតទេបងប្អូនហ្នឹងហើយសូមជម្រាបសួរនិងស្វាគមន៍បងប្អូនមកកាន់វីដេអូរបស់ខ្ញុំទាំងអស់គ្នាថ្ងៃនេះរៀងរវល់ទៅតែបានតនេដៃបន្តិចដើម្បីឆ្លៀត VO ហើយនឹងចេញវីដេអូជូនបងប្អូនមើលនេះគឺជាសកម្មភាពពេញមួយថ្ងៃរបស់ខ្ញុំនៅខាងខេត្តពោធិ៍សាត់ដែលសកម្មភាពនេះគឺចាប់តាំងពីព្រលឹមរហូតដល់ពេលប្រឡប់បដ ாய் ចង់ដឹងថាមានសកម្មភាពអីគេខ្លះតោះមកតាមដានទស្សនាជាមួយខ្ញុំទាំងអស់គ្នាព្រឹកឡើងគឺយើងក្រោកមើលថ្ងៃរះនៅមុខផ្ទះរបស់កូនចាប់មាសហើយនៅមុខផ្ទះរបស់គាត់ហ្នឹងគឺមានទេសភាពស្អាតណានៅខាងមុខហ្នឹងគឺបរិយាកាសល្អមែនតើដោយសារតែមានវាលស្រែមួយដែលរាងជ្រៅដែរអញ្ចឹងនៅពេលដែលមានទឹកដក់អញ្ចឹងទៅយើងឮសូរសំឡេងក្អាត់សំឡេងអីអញ្ចឹងណាដូចឥឡូវហ្នឹងអញ្ចឹងពេលដែលបងប្អូនកំពុងតែស្ដាប់ខ្ញុំ VO ហ្នឹងគឺឮសូរសំឡេងក្អាត់យំពេញហ្នឹងបដ ாய் បន្ទាប់ពីមើលថ្ងៃរះហើយគឺយើងទៅផ្សារប៉ុន្តែមុនទៅដល់ផ្សារហ្នឹងទៅចូលទិញកាហ្វេដើម្បីញ៉ាំសិនហើយកាហ្វេហ្នឹងគឺម៉ួយរបស់កូនចាប់មាសបដ ாய் ជាប់ចិត្តជាមួយនឹងកាហ្វេហ្នឹងដូចគាត់ដែរណាញ៉ាំលើកនេះម្ដងទៀតគឺជាលើកទី2ហើយគឺកាហ្វេគេគឺឆ្ងាញ់មែនបងប្អូនបន្ទាប់ពីបានកាហ្វេម្នាក់មួយកែវហើយគឺយើងនាំគ្នាមកផ្សារក្រកហើយសម្រាប់សកម្មភាពនៅផ្សារហ្នឹងគឺមិនមានអីក្រៅពីការដើរទិញរបស់របរបន្លែប្លុកត្រីសាច់អីដើម្បីយកមកធ្វើម្ហូបញ៉ាំនឹងឯងយើងទិញអានេះបន្តិចអានោះបន្តិចនៅតូបនេះតូបនោះអីសពមុខអីចឹងណាហើយបានរបស់របរអីសពគ្រប់អីចឹងហើយយើងក៏នាំគ្នាត្រឡប់មកផ្ទះវិញដើម្បីរៀបចំយកម្ហូបអាហារយកបន្លែប្លុកត្រីសាច់អីដែលយើងបានទិញហ្នឹងមករៀបចំបន្តទៀតដើម្បីធ្វើម្ហូបញ៉ាំពេលថ្ងៃត្រង់ណាព្រោះនិយាយទៅជីវិតយើងគឺរវល់តែនឹងរឿងញ៉ាំមកបងប្អូនមិនថាតែផ្ទះយើងផ្ទះគេឬក៏ផ្ទះកូនចាបដែរខ្ញុំមកលេងនេះក៏អញ្ចឹងដែរហើយបើមានភ្ញៀវដូចពួកខ្ញុំមកលេងអីអញ្ចឹងទៀតថាកើនសមាជិកណាអញ្ចឹងបើកាលណាកើនសមាជិកហ្នឹងគឺថាបរិមាណនៃម្ហូបអាហារហ្នឹងក៏កាន់តែច្រើនដែរអញ្ចឹងទៅគឺរបស់របរចំណីចំណុកអីហ្នឹងគឺយើងត្រូវតែទិញច្រើនជាង10 ដងណាយើងជួយធ្វើគ្នាម្នាក់ម្ដាយម្នាក់មួយជើងអញ្ចឹងទៅក៏បានញ៉ាំទាំងអស់គ្នាហើយគាត់ថាអ្នកដែលនៅក្បែរចក្រានហ្នឹងគឺយើងហត់ជាងគេហើយតាមពិតទៅជីវិតបែបនេះគឺពិតជាសាមញ្ញហើយមានក្តីសុខមែនតើបងប្អូនបើសម្រាប់ខ្ញុំណាខ្ញុំមកលេងផ្ទះគាត់នេះគឺជាលើកទី2ហើយមានអារម្មណ៍ថាវាដូចជាស្រុកកំណើតរបស់យើងអញ្ចឹងណាព្រោះបរិយាកាសបែបនេះគឺវាជាអារម្មណ៍មួយដែលថាយើងធ្លាប់ទទួលបានការពីខ្ញុំអីនៅក្មេងៗណាក៏ប៉ុន្តែបន្តឥឡូវហ្នឹងគឺបើន័យថាយើងឃ្លាតឆ្ងាយពីស្រុកកំណើតមករយៈអញ្ចឹងទៅធ្វើឲ្យអារម្មណ៍អស់ហ្នឹងយើងហាក់ដូចជាឃ្លាតឆ្ងាយដូចគ្នាដែរពេលដែលបានធ្វើម្ហូបធ្វើអីឆ្អិនរួចរាល់ហើយក៏បន្តដល់ម៉ោងបាយថ្ងៃត្រង់ល្មមហ្នឹងឯងអញ្ចឹងយើងក៏ញ៉ាំបាយនៅលើក្រែក្រោមដើមកកោះនេះជុំគ្នាអញ្ចឹងទៅជាមួយនឹងបរិយាកាសខ្យល់ទសេបន្តិចមានលាយឡំជាមួយនឹងសំឡេងបែបនៅភូមិនៅស្រុកយើងណាគឺសប្បាយមួយយ៉ាងដែរបងប្អូនមានអារម្មណ៍ថាឆ្ងាញ់ហើយស្រស់ស្រាយវាកក់ក្ដៅវាមិនដឹងថាពណ៌នាថាម៉េចណាវាជាអាហារមួយពេលដែលយើងញ៉ាំជុំគ្រួសារបែបធម្មតាប៉ុន្តែវាជាអារម្មណ៍មួយដែលពិសេសមិនដឹងថាពិពណ៌នាបែបណាប្រាប់បងប្អូននិយាយថា VO ហ្នឹងប៉ុណ្ណឹងគ្នាជាមួយក្អាត់ដល់ពេលអញ្ចឹងទៅនិយាយមិនដឹងជាសលេងខ្លួនឯងនឹងទៅដល់ណាដល់ណីអញ្ចឹងបងប្អូនមានតែមើលតាមហ្នឹងណាហើយអញ្ចឹងសម្រាប់ពេលថ្ងៃបន្ទាប់ពីបាយហើយគឺយើងបានសម្រាកបន្តិចហ្នឹងហើយនៅផ្ទះអ្នកមីងដែលជាម្ដាយរបស់កូនចាបរៀងល្ងាចបន្តិចយើងនាំគ្នាទៅអង្គុយមើលថ្ងៃលិចនៅឯវាលស្រែនៅវាលស្រែនេះគឺមានអីទេយើងមានតែអង្គុយលេងដូចតរដងហ្នឹងហើយក៏ទៅចែកគ្នាលេងថតវីដេអូលេងនិយាយលេងអីដូចជាអត់មានអីដែរសំខាន់អីណាដែរដោយតែបងប្អូនបានឃើញនៅក្នុងវីដេអូរបស់ខ្ញុំរបស់សបាយរបស់បងផលឬមួយក៏របស់កូនចាបអញ្ចឹងណាហ្នឹងហើយគឺអញ្ចឹងឯងបរិយាកាសបែបធម្មតានៅស្រុកស្រែហើយបន្ទាប់ពីនាំគ្នាអង្គុយលេងនិយាយគ្នាលេងបាន3-4 ឌីសហើយក៏នាំគ្នាបន្តទៅបេះស្វាយចន្ទីហ្នឹងហើយដើរទៅកន្លែងដីមួយទៀតដែលមានស្វាយចន្ទីហ្នឹងយើងនាំគ្នារួនចន្ទីបេះចន្ទីអីលេងនៅនឹងតិចទៀតទៅហើយក៏នាំគ្នាមើលថ្ងៃលិចមើលអីអញ្ចឹងណាហ្នឹងហើយអញ្ចឹងសកម្មភាពមួយថ្ងៃនៅខាងពោធិ៍សាត់នេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនខ្ញុំសង្ឃឹមថាបងប្អូនមានអារម្មណ៍ស្រស់ស្រាយជាមួយនឹងទស្សនវិជ្ជាទាំងអស់នេះដែលខ្ញុំបង្ហាញជូនហើយមែនតើទៅមិនដឹងថាត្រូវនិយាយអីណាគឺចេះតែនិយាយមែនតើណាបងប្អូនអញ្ចឹងសង្ឃឹមថាមានកន្លែងខ្លះខុសត្រូវអីក៏សូមបងប្អូនអធិស្ឋានផងអញ្ចឹងវីដេអូនេះគឺយើងសូមសង្ខេបតែប៉ុណ្្នឹងសិនទេយើងនៅសល់វីដេអូច្រើនទៀតដែលបងប្អូនអាចរងចាំមើលនៅក្នុង page ក៏បានឬក៏បងប្អូន
អាចចូលទៅមើលនៅក្នុង YouTube របស់ខ្ញុំក៏បានដែរព្រោះដោយសារតែមានវីដេអូខ្លះគឺខ្ញុំអត់ផុសនៅក្នុង page ឬក៏ TikTok ទេប៉ុន្តែខ្ញុំផុសនៅក្នុង YouTube បណ្ដោយណាអញ្ចឹងបងប្អូនអាចមើល link YouTube ខ្ញុំនឹងដាក់នៅក្នុង comment នៃវីដេអូនេះហើយកុំភ្លេចជួយ Subscribe ផងណាអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះហើយរងចាំជួបគ្នានៅវីដេអូបន្តទៀតÔi, nắp bay hả? Không cho nhà bay.